បងប្អូនយើងតែងតែឆ្ងល់ហើយសួរថាតើ follow ប៉ុន្មាន K បានអាចរកលុយបាននិយាយទៅ follow ចាប់ពី 10K ឡើងទៅបងប្អូនយើងបានរកលុយបានឥឡូវខ្ញុំបាន 75K ទៀតហើយនេះកន្លែង follow វិញដែលខ្ញុំទទួល fan ណាអញ្ចឹងរបៀបរកលុយបានពេលដែលគ្រប់គោលការណ៍បងប្អូនយើងចង់ដឹងបងប្អូនយើងគ្រាន់តែចុច professional mode dashboard នេះមកហ្នឹងហើយចុចទៅលើហ្នឹងមកលើ page យើងហើយ page របស់ខ្ញុំនេះគឺល្អសឹងថាអត់ខ្ចោះឲ្យបងប្អូនយើង 88% នោះហើយ view វិញគឺកប់ហើយហ្នឹងហើយ 1.2M បាទ view ដែលបងប្អូនយើងមើលហ្នឹងហើយប្រហែល5សែន6សែននេះដែរហើយនេះ follower នេះគឺបងប្អូនយើង add មក 4000 នាក់ហើយនេះ reach បាទអញ្ចឹង100គឺវីដេអូល្អទាំងអស់តែនេះខ្ញុំទៅផុសមិញឯងបងប្អូនយើងហ្នឹងហើយអញ្ចឹងបងប្អូនយើងចូលទៅមើលមកនេះបាទនេះបងប្អូនយើងនេះកន្លែង Viking Progress នេះគឺគេឲ្យធ្វើតាមគោលការណ៍ Facebook ហ្នឹងហើយអញ្ចឹងធ្វើតាមឲ្យបានតែល្អទៅនេះ monetization នៅពេលដែល like នេះចេញពណ៌បៃតងគឺនឹងវាឲ្យ set up កន្លែងហ្នឹងហើយបងប្អូនយើងអញ្ចឹងអត់មានអីពិបាកទេសំខាន់បងប្អូនយើងបកកែផុសវីដេអូបកកែធ្វើវីដេអូគ្រប់គោលការណ៍របស់គេគឺអេមស្រេមអស់ទោះហើយហ្នឹងហើយអូខេអញ្ចឹងវីដេអូបើសិនជាបងប្អូនយើងចង់ដឹងឬក៏ចង់ធ្វើអីបងប្អូនយើងអត់តន់ចេះកាត់តវីដេអូទេអាចឆាតមកខ្ញុំបានហ្នឹងហើយតម្លៃធូរៗធ្វើមិនថ្លៃកាហ្វេបងប្អូនយើងចុចនៅលើ dashboard ហ្នឹងមកណាតមកចុចនៅលើ monetization ហ្នឹងមកបងប្អូនយើងអត់បែរនៅពេលដែលវាគ្រប់គោលការណ៍ហើយវាឃើញនឹងពាក្យ set up នៅកន្លែងនេះបងប្អូនយើងអញ្ចឹងវាអត់តន់ចេញទេហ្នឹងហើយខ្ញុំដូចខ្ញុំបញ្ជាក់បងប្អូនយើងអញ្ចឹងវាអត់តន់ចេញទេព្រោះអត់តន់គ្រប់គោលការណ៍ហ្នឹងហើយតែគ្រប់គោលការណ៍វានៅ load set up កន្លែងនេះអញ្ចឹងចំពោះ style subscription នេះគឺវាអត់សំខាន់ទេសំខាន់មុខងាររលុយធំបំផុតគឺកន្លែងនេះបងប្អូនយើងអញ្ចឹងបងប្អូនយើងជួយ share វីដេអូហ្នឹងម្នាក់មួយផងនៅពេលដែលខ្ញុំទទួលបានលុយក៏ដូចជា set up ស្នើខ្ញុំនឹងធ្វើវីដេអូនេះម្ដងទៀតបងប្អូនយើងអញ្ចឹងបងប្អូនយើងដៃថ្មីដៃចាស់ឲ្យស៊ូទាំងអស់គ្នាអ្នកខ្លះក៏ដៃចាស់ហើយតែក៏អត់តាន់គ្រប់គោលការណ៍អញ្ចឹងសម្រាប់អ្នកដៃចាស់អត់តាន់គ្រប់ហើយដៃថ្មីអត់តាន់គ្រប់សូមជួយ share ម្នាក់មួយបងប្អូនយើងបាទចែកម្លែកវីដេអូនេះបានច្រើនបាយបាយ